អ្នកប្រវត្តិវិទូបុរាណរបស់ប្រទេសចិនស៊ឺម៉ាឈៀនធ្លាប់បាននិយាយថាលីពូអស្ចារ្យដូចជាសៀងអ៊ីតើលីពូអស្ចារ្យដូចអ្វីដែលស៊ឺម៉ាឈៀនធ្លាប់រៀបរាប់ដែរឬទេនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការប្រៀបធៀបរវាងសៀងអ៊ីដែលជាព្រះនៃសង្គ្រាមនិងមនុស្សទេពលីពូដែលផ្អែកលើប្រវត្តិសាស្ត្រផ្លូវការតើព្រះនិងមនុស្សទេពនៅណាអស្ចារ្យជាងបើនិយាយអំពីលីពូរឿងដំបូងដែលយើងនឹកឃើញបំផុតលីពូជាមនុស្សក្នុងចំណោមមនុស្សសេះទន្សាយក្រហមខ្លាំងជាងគេក្នុងចំណោមសេះហើយទាវឆានជាស្រីស្អាតក្នុងចំណោមស្ត្រីពាក្យទាំងនេះមានន័យថាលីពូគឺជាវីរបុរសក្នុងចំណោមវីរបុរសសេះ1000យោជន៍ក្នុងចំណោមសេះហើយទាវឆានគឺល្អបំផុតក្នុងចំណោមសម្រស់លីពូពិតជាត្រូវបានគេចាត់ទុកថាជាមេទ័ពដ៏ខ្លាំងក្លាក្នុងសម័យនោះបើនិយាយអំពីសៀងអ៊ីរឿងដំបូងដែលយើងនឹកឃើញគឺភាពក្លាហានរបស់គាត់គឺមានតែមួយគត់នៅគ្រប់សម័យកាលនេះវាមានន័យថាភាពក្លាហានដ៏អស្ចារ្យរបស់សៀងអ៊ីមានតែមួយគត់ក្នុងប្រវត្តិសាស្ត្រចិនរាប់ពាន់ឆ្នាំដូច្នេះសំណួរសួរថាប្រសិនបើលីពូនិងសៀងអ៊ីកើតក្នុងសម័យកាលដូចគ្នាតើមួយណានឹងមានឥទ្ធិពលជាងទី1យើងនឹងប្រៀបធៀបកម្លាំងសៀងអ៊ីគឺជាអ្នកដែលមានកម្លាំងខ្លាំងនៅចុងរាជវង្សឈិងទោះបីគាត់មិនខ្លាំងដូចធាតុកោនៅប៉ឡាំងសាដែលជួលដោយចាងលៀងដើម្បីធ្វើឃាតឈីស៊ីហួងក៏ដោយសៀងអ៊ីក៏មានកម្លាំងគ្រប់គ្រាន់ដើម្បីលើកឆ្នាំងស្ពាន់ដែលបង្ហាញថាសៀងអ៊ីគឺរឹងមាំទោះបីជាគេមិនបានរៀបរាប់ថាឆ្នាំងស្ពាន់ធ្ងន់ប៉ុណ្ណាក៏ដោយតាមការស្រាវជ្រាវសម័យនោះឆ្នាំងស្ពាន់ដែលធ្ងន់បំផុតដែលបានរកឃើញមានឈ្មោះថាស៊ីមូអ៊ូដែលមានទម្ងន់832ក្បះ84គីឡូក្រាមពិតណាស់សៀងអ៊ីមិនអាចលើករបស់ធ្ងន់បែបនេះបានទេប្រហែលជាឆ្នាំងស្ពាន់ឈ្មោះថាតាកឺទម្ងន់201.5គីឡូក្រាមឬតាអ៊ីដែលមានទម្ងន់153.5គីឡូក្រាមសៀងអ៊ីគួរតែលើករបស់ទាំងពីរនេះយើងត្រូវដឹងថាមនុស្សសម័យនោះមិនដូចមនុស្សសម័យឥឡូវទេមនុស្សសម័យនោះមានសុខភាពរឹងមាំអាចលើករបស់របរមានទម្ងន់100ទៅ200គីឡូក្រាមដោយមិនចាំបាច់ប្រឹងតតែសោះហើយក៏មានមនុស្សជាច្រើនសិតតែធ្លាប់លើករបស់ធ្ងន់បែបនេះទើបគេមិនចាំបាច់កត់ត្រាវានៅក្នុងសៀវភៅប្រវត្តិសាស្ត្រឲ្យលម្អិតនេះជាការពិពណ៌នាអំពីកម្លាំងដ៏អស្ចារ្យរបស់សៀងអ៊ីក្នុងសម័យនោះមនុស្សដែលមានកម្ពស់ខ្ពស់រឹងមាំច្បាស់ជាល្អជាងអ្នកដទៃហើយថែមទាំងមានសមត្ថភាពក្បាច់គុណខ្ពស់ជាងគេនៅក្នុងសមរភូមិទៀតផងសៀវភៅប្រវត្តិសាស្ត្រចិនគ្រាន់តែពិពណ៌នាអំពីកម្លាំងរបស់លីពូជាមួយនឹងពាក្យ4ប៉ុណ្ណោះកម្លាំងរាងកាយខុសពីធម្មតាដែលមានន័យថាកម្លាំងរាងកាយនិងធម៌ពលរបស់គាត់គឺខ្លាំងជាងមនុស្សធម្មតាក្រៅពីនេះមិនបានពិពណ៌នាអ្វីផ្សេងទៀតអំពីកម្លាំងរបស់គាត់ឡើយលីពូមានកម្លាំងខ្លាំងជាងមនុស្សធម្មតាតែសៀងអ៊ីមានកម្លាំងខុសពីមនុស្សធម្មតាត្រង់ចំណុចនេះសៀងអ៊ីគឺឈ្នះលីពូទី2យើងប្រៀបធៀបការបាញ់ធ្នូនឹងជីសេះការពិពណ៌នារបស់លីពូនៅក្នុងសៀវភៅប្រវត្តិសាស្ត្រគឺគាត់ពូកែបាញ់ធ្នូជីសេះហើយត្រូវបានគេស្គាល់ថាជាមេទ័ពហោះនៅក្នុងប្រវត្តិសាស្ត្រមនុស្សម្នាក់ដែលគេស្គាល់ថាជាមេទ័ពហោះគឺឈ្មោះថាលីកងក្នុងរាជវង្សហានខាងលិចបុរសម្នាក់នេះធ្លាប់លើកធ្នូបាញ់ខ្លាប៉ុន្តែពេលដែលគាត់ចូលទៅជិតគាត់ក៏បានរកឃើញថាវាជាថ្មហើយព្រួញរបស់គាត់បានទម្លាក់ជាប់នឹងថ្មការបាញ់ធ្នូអាចទម្លាក់ថ្មបែបនេះត្រូវការជំនាញនិងកម្លាំងទើបអាចធ្វើបែបនេះបានលីពូគឺជាអ្នកបាញ់ធ្នូដ៏ល្បីល្បាញនៅចុងរាជវង្សហានខាងកើតនៅពេលដែលលឺប៉ៃបានទៅភៀសខាងកើតដើម្បីវាយប្រហារយឿនស៊ូលីពូបានឆ្លៀតឱកាសកាន់កាប់ទឹកដីស៊ីជើរបស់លីប៉ៃនៅពេលដែលលីប៉ៃត្រឡប់មកវិញបានត្រឹមតែដកដង្ហើមធំលីពូក៏មានក្តីមេត្តាឲ្យលីប៉ៃឈរជើងនៅសៀភ័យហើយហៅខ្លួនឯងថាជាអភិបាលខេត្តស៊ីជើក្រោយមកយៀនស៊ូបានបញ្ជូនមេទ័ពជីលីងដឹកនាំកងទ័ពថ្មើរជើងនិងទ័ពសេះ 30000 នាក់ដើម្បីវាយប្រហារលីប៉ៃក៏បានសុំជំនួយពីលីពូបានប្រមូលផ្ដុំកងទ័ពថ្មើរជើង 1000 នាក់និងទ័ពសេះ 200 នាក់ហើយប្រញាប់ប្រញាល់ទៅកាន់សៀភ័យដើម្បីជួយសង្គ្រោះលីប៉ៃ
ពេលនោះលីពូបានប្រារព្ធពិធីជប់លៀងអញ្ជើញលីវប៉ៃនិងជីលីងហើយនិយាយថាលីវសៀនតាគឺជាប្អូនប្រុសរបស់ខ្ញុំប្អូនប្រុសរបស់ខ្ញុំត្រូវបានឡោមព័ទ្ធដូច្នេះខ្ញុំមកជួយសង្គ្រោះគាត់ខ្ញុំគ្រាន់តែចង់ដោះស្រាយបញ្ហាដោយគ្មានការប្រយុទ្ធប៉ុណ្ណោះដូចនេះលីពូបានបញ្ជាឲ្យឆ្មាំងទ្វារដាក់មេឈើនៅមាត់ទ្វារជំរំហើយនិយាយថាបើខ្ញុំបាញ់ខុសអ្នកទាំងពីរប្រយុទ្ធគ្នាចុះបើខ្ញុំបាញ់ត្រូវអ្នកទាំងពីរត្រូវតែដកទាត់ថយនិយាយរួចលីពូក៏លើកធ្នូបាញ់ទៅលើមេឈើតូចនោះដែលមានចម្ងាយ150ជំហានវាជារឿងដ៏អស្ចារ្យដែលគាត់បាញ់ចំគោលដៅជំនាញបាញ់ធ្នូរបស់លីពូដោយសារស្រុកកំណើតរបស់គាត់នៅក្រុងជាយានស្រុកអ៊ូយានខេត្តពីងជើដែលបច្ចុប្បន្នជាទីក្រុងប៉ាយទូប្រទេសម៉ុងហ្គោលវាជាព្រំដែនរវាងរាជវង្សហានខាងកើតនិងជនជាតិហ៊ូពួកគេមានជំនាញជិះសេះនិងបាញ់ធ្នូដូច្នេះលីពូបានរៀនជំនាញនេះតាំងពីក្មេងមកម្ល៉េះហើយគាត់ជាអ្នកខ្លាំងបំផុតក្នុងចំណោមពួកគេបើនិយាយពីការជិះសេះបាញ់ព្រួញលីពូគឺល្អបំផុតនៅក្នុងរាជវង្សហានខាងកើតបើយើងក្រឡេកទៅមើលសៀងអ៊ីមិនចូលចិត្តជិះសេះនិងបាញ់ព្រួញទេតែមិនមានន័យថាគាត់មិនខ្លាំងនោះទេគ្រាន់តែគាត់មានជំនាញជិះសេះល្មមអាចចូលសមរភូមិបានសៀងអ៊ីជាប្រជារាស្ត្រឈូដែលមិនចូលចិត្តជិះសេះដូចនេះការជិះសេះបាញ់ធ្នូសៀងអ៊ីគឺមិនល្អជាងលីពូនោះទេទី3យុទ្ធសាស្ត្រនិងការប្រយុទ្ធក្បាច់គុណរបស់លីពូនៅចុងរាជវង្សហានភៀសខាងកើតគឺដោយសារតែប្រឡោមលោកនគរទាំង3របស់លោកកនចុងប៉ុណ្ណោះក្នុងប្រឡោមលោកលីពូត្រូវបានគេចាត់ទុកថាជាមេទ័ពដែលមានឥទ្ធិពលបំផុតហើយលីពូបានប្រយុទ្ធជាមួយបងប្អូនរួមសម្បត្តិលីវគួនចាងតែការពិតមិនមាននៅក្នុងប្រវត្តិសាស្ត្រទេការប្រយុទ្ធរបស់គាត់រវាងមេទ័ពទាំង6ក្នុងជំរំឆាវក៏មិនមាននៅក្នុងប្រវត្តិសាស្ត្រផ្លូវការដែរហើយលីពូដែលល្អបំផុតក្នុងសម័យសាមកុកក៏មិនមាននៅក្នុងប្រវត្តិសាស្ត្រផ្លូវការដែរការប្រយុទ្ធតែមួយគត់រវាងលីពូដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រផ្លូវការគឺជាមួយនឹងលីជឺនិងគួស៊ឺដែលបានដឹកនាំទ័ពស៊ីលៀងវាយប្រហារឆាងអានលីពូនិងគួស៊ឺបានប្រកួតគ្នានៅភាគខាងជើងឆាងអានគួស៊ឺត្រូវលីពូចាក់ត្រូវមួយលំពេងតែទោះយ៉ាងណាក៏ដោយគាត់ប្រយុទ្ធឈ្នះមេទ័ពតែលីពូគ្មានយុទ្ធសាស្ត្រគាត់បានបរាជ័យបោះបង់ចោលក្រុងឆាងអានរត់ទៅកាន់អ៊ូគួនលីពូបានឈ្នះកម្លាំងផ្ទាល់ខ្លួនប៉ុន្តែចាញ់សង្គ្រាមទាំងមូលកំណត់ត្រាប្រយុទ្ធមួយទៀតរបស់លីពូគឺថាគាត់បានប្រយុទ្ធជាមួយកងទ័ពភ្នំខ្មៅរាប់ម៉ឺននាក់របស់ចាងយានរួមជាមួយអ្នកក្រៅបង្គាប់របស់គាត់មានអ៊ុយស៊ឺឈិនលៀងនិងអ្នកផ្សេងទៀតការប្រយុទ្ធគ្នានេះចំណាយពេលអស់ជាង10ថ្ងៃចុងក្រោយលីពូបានកម្ចាត់កងទ័ពភ្នំខ្មៅរបស់ចាងយានក្រៅពីនោះមានតែបរាជ័យមិនមានជ័យជំនះផ្សេងទៀតឡើយដូចជាស្មោភូមិយានចៅជាមួយនឹងឆាវគាត់ត្រូវបានចាញ់ហើយរត់ទៅពឹងពាក់លីវប៉ៃឆ្លៀតពេលដែលលីវប៉ៃមិននៅដណ្ដើមយកក្រុងស៊ីចៅបន្ទាប់មកត្រូវបរាជ័យក្រោមដៃឆាវហើយក៏ស្លាប់នៅគ្រានោះលីពូស្ទើរតែមិនធ្លាប់ឈ្នះក្នុងការប្រយុទ្ធណាមួយក្នុងជីវិតរបស់គាត់ឡើយក្រៅពីការកម្ចាត់គួស៊ឺនិងការបះបោររបស់កសិករដូចជាចោរភ្នំខ្មៅលីពូមិនបានធ្វើអ្វីផ្សេងទេឥឡូវនេះយើងក៏លេចទៅមើលសៀងអ៊ីតើមានអំណាចប៉ុណ្ណានៅពេលដែលសៀងអ៊ីលើកទ័ពជាលើកដំបូងគាត់បានកាត់ក្បាលចៅហ្វាយខេត្តឈ្មោះថាអ៊ីងថុងនៅកៃជីសៀងអ៊ីនិងសៀងលៀងបានសម្លាប់ចៅហ្វាយខេត្តនៅក្នុងវិមានរបស់គេយ៉ាងហោចណាស់មានមនុស្សរាប់រយនាក់នៅក្នុងវិមាននោះសៀងអ៊ីបានសម្លាប់ពួកគេចោលគ្មានសល់សៀងអ៊ីបានលើកក្បាលចៅហ្វាយខេត្តឡើងដើម្បីបង្ហាញដល់សាធារណជនប៉ុន្តែនៅមានមនុស្សមិនពេញចិត្តក៏ស្ទុះទៅសម្លាប់សៀងអ៊ីពេលនោះសៀងអ៊ីសម្លាប់មនុស្សជិត100នាក់ទៀតតែម្នាក់ឯងជាងនេះទៅទៀតកំណត់ត្រារបស់សៀងអ៊ីក្នុងការសម្លាប់មនុស្សជិត100នាក់តែម្នាក់ឯងលេចឡើងជាច្រើនដងនៅក្នុងជីវិតរបស់គាត់យ៉ាងហោចណាស់មាន2ដងដែលត្រូវបានកត់ត្រាលើកទី1នៅក្នុងវិមានថៃស៊ូហើយលើកទី2នៅពេលដែលសៀងអ៊ីត្រូវបានបរាជ័យរត់ចេញពីកៃសៀ
ពេលនោះសៀងអ៊ីសល់តែទ័ពសែ28នាក់ប៉ុណ្ណោះសៀងអ៊ីបានសម្លាប់មេទ័ពហាន2នាក់និងទាហានហានរាប់រយនាក់ក្នុងមួយដង្ហើមសិភៅប្រវត្តិសាស្ត្រមិនបានកត់ត្រាថាតើមនុស្សប៉ុន្មានអ្នកដែលលីពូសម្លាប់នៅក្នុងសមរភូមិនោះទេប្រកាសណាស់លីពូមិនខ្លាំងដូចសៀងអ៊ីឡើយបន្ថែមពីលើសិល្បៈក្បាច់គុនផ្ទាល់ខ្លួនដ៏អស្ចារ្យរបស់សៀងអ៊ីគាត់ក៏បានប្រយុទ្ធច្រើនដងនៅក្នុងជីវិតរបស់គាត់គឺជាង70ដងហើយលើកលែងតែសមរភូមិចុងក្រោយគឺសមរភូមិកាយសៀដែលគាត់បរាជ័យក្រៅពីនោះសិតតែទទួលបានជ័យជំនះដ៏អស្ចារ្យប្រើទ័ពតិចយកឈ្នះទ័ពច្រើនគាត់បានរក្សាកំណត់ត្រាដែលមិនធ្លាប់ចាញ់សមរភូមិដែលល្បីបាញបំផុតគឺសមរភូមិជីលុនិងសមរភូមិក្រុងផឹងដែលជាសមរភូមិបុរាណចំនួន2ដែលកងទ័ពសត្រូវមានចំនួនច្រើនជាងទ័ពរបស់គាត់លើសលប់នៅក្នុងសមរភូមិជីលុសៀងអ៊ីបានកម្ចាត់កម្លាំងសំខាន់របស់នគរឈីង400,000នាក់ជាមួយនឹងកងទ័ពរបស់គាត់50,000នាក់សមរភូមិក្រុងផឹងសៀងអ៊ីបានសម្លាប់កម្លាំងចម្រុះរបស់ព្រះអង្គម្ចាស់ដឹកនាំដោយលាវប៉ាងចំនួន56,000នាក់ជាមួយនឹងទ័ពសេះរបស់គាត់30,000នាក់នៅក្នុងប្រវត្តិសាស្ត្រចិនទាំងមូលគ្មានអ្នកណាម្នាក់អាចយកឈ្នះលើសមរភូមិល្បីៗទាំងពីររបស់គាត់បានទេតើលីពូអាចមានយុទ្ធសាស្ត្រដឹកនាំទ័ពបែបនេះទេគាត់មិនអាចប្រៀបធៀបជាមួយសៀងអ៊ីនឹងយុទ្ធសាស្ត្របានទេសរុបមកក្រៅពីពូកែជីសេះនឹងបាញ់ធ្លុជាងសៀងអ៊ីលីពូមិនខ្លាំងដូចសៀងអ៊ីនោះទេសៀងអ៊ីត្រូវបានគេហៅថាព្រះនៃសង្គ្រាមលីពូត្រូវបានគេហៅថាមនុស្សទេពតើមនុស្សនឹងព្រះនរណាអស្ចារ្យជាងដូចនេះលីពូមិនពូកែដូចសៀងអ៊ីទេបើនិយាយពីក្បាច់គុនតែមួយមុខលីពូ3នាក់រួមគ្នាក៏មិនអាចឈ្នះសៀងអ៊ីបានដែរសៀងអ៊ីចូលក្នុងវងសត្រូវម្នាក់នឹងភ័យញាក់សាច់ភ័យខ្លាចអំណាចរបស់សៀងអ៊ីគ្មាននរណាម្នាក់អាចប្រៀបធៀបជាមួយនឹងសៀងអ៊ីបានទេបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរកកំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀត